រឿងព្រេងតាក់ទងទៅនឹងទំនៀមចាស់ត្រចៀកកូនស្រីតាមទំនៀមពីបុរាណកាលមកក្មេងៗស្រីសុទ្ធតែចាស់ត្រចៀកគ្រប់គ្នាទាំងអស់រហូតមកដល់សម័យបច្ចុប្បន្ននេះក៏នៅតែចាស់ត្រចៀកដែរហើយគេចាស់ត្រចៀកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងមានដូចជាកាវកបិតទំហរជាដើមហើយក្មេងៗប្រុសៗវិញគឺមិនមានការចាស់ត្រចៀកទេហើយរឿងនេះខ្ញុំបានដឹងអំពីសំណាក់ដូនចាស់ម្នាក់ឈ្មោះថាមាសនៅភូមិពោធិដូនអស់ហើយគាត់បានស្លាប់ប្រហែលជា18ឆ្នាំហើយអញ្ចឹងបើយើងនិយាយអំពីឯកសារទំនៀមទម្លាប់ខ្មែរលេខ32002ហ្នឹងគឺភូមិដែលពោធិដូនអស់ហ្នឹងគឺនៅក្នុងសង្កាត់អង្កាញ់ស្រុកព្រៃកបាស់ខេត្តតាកែវការគិតនិយាយទៅគឺគាត់ស្លាប់ពីឆ្នាំ1951ដែលអ្នកនិពន្ធគាត់ជាសរសេរនៅក្នុងឯកសារនេះតែម្ដងចា៎ហើយដំឡាយមកគាត់ក៏បានសួរថាយាយហេតុដូចម្ដេចក៏ប្រហោងតិចយាយធំម្លេះតើយាយពាក់កាវប៉ុណ្ណាទៅហើយយាយមាសគាត់ឆ្លើយតបវិញថាចើឯងមិនទាន់ដឹងទេការចាស់ចំនួនយាយគឺគេមិនពាក់តេតងទៅនឹងកាវទេគឺគេពាក់តេតងទៅនឹងតសាលឯតសាលនោះគឺយើងបើសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិច្រើនគឺគេនឹងធ្វើអំពីមាសប្រាក់ឬភ្លុកឯអ្នកក្រទ្រព្យសម្បត្តិវិញគឺគាត់ពាក់ឈើពាក់ដែលថាពាក់កុំឲ្យទៅជាទំនេរទៅជាហើយកន្លែងទៅហ្នឹងគឺគេពាក់ឲ្យមានទាំងអស់គ្នាទាំងម្ដងសម្រាប់នារីក៏ស្ត្រីទាំងអស់នៅក្នុងចំនួននោះតែម្ដងហើយអាស្រ័យការពាក់តសាលនេះគឺទៅបាននឹងថាទៅជាយាយធ្លាក់ចុះហើយមានប្រហោងធំដូចនេះឯងតសាលនេះមានរាងប៉ុនមេដៃមានសន្តានប្រហែលនឹងតសាលអំបោះសប្តាហ៍ថ្ងៃនេះដែរតែល្អជាងដែលមានក្បូរក្បាច់នៅត្រង់កញ្ចឹមគេថានៅពីមុខដែលយើងមានត្បូងមានអីដូចយើងពាក់រាល់ថ្ងៃហ្នឹងណាព្រោះមូលហេតុនេះឯងបានរៀងរើដូចគ្នានឹងតសាលអំបោះហើយយ៉ាងនេះហើយទៅគេហៅថាតសាលដែរតែក្មេងៗស្រីជំនាន់ដើមគេពាក់គ្រឿងអលង្ការមួយយ៉ាងហៅថាកន្ទួតហើយកន្ទួតហ្នឹងគឺមានកញ្ចាំដូចជាកាវទងត្រង់ហើយសប្តាហ៍ថ្ងៃនេះដែរតែអត់មានត្បូងទេនៅត្រង់កន្លែងត្បូងហ្នឹងគឺគេធ្វើជារាងផ្លែកន្ទួតហើយសម្រាប់កវិលមូលវិញហើយសម្រាប់មួយទៀតហ្នឹងគឺដោតតងរុនតិចចាស់ហើយកន្ទួតនោះគឺគេធ្វើអំពីមាសឬក៏តងជ្វាទំនៀមទម្លាប់នៃការចាស់តិចនេះគឺមានរឿងព្រេងដំណាលមកថាការកន្លងទៅយូរលង់ណាស់មកហើយហ្នឹងគឺមានកដុំពីរម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំមានខ្ញុំកំដរស្រីប្រុសហ្នឹងជាច្រើនមានប្រាក់មានកែវបន្ទុះសុរការហ្នឹងគឺសពបែបយ៉ាងតែម្ដងកដុំពីរនោះគឺមានចិត្តក្បត់នឹងភរិយារបស់ខ្លួនហើយទៅសហាយជាមួយនឹងសហាយស្មន់ទៅនឹងជាមួយនឹងខ្ញុំស្រីម្នាក់លុះយូរទៅប្រពន្ធដើមក៏ដឹងរឿងតែមិនដឹងថាដូចម្ដេចក៏កើតជាការធ្វើបាបខ្ញុំស្រីនោះតែម្ដងទៅនៅថ្ងៃមួយកដុំពីរមានដំណើរទៅស្រុកក្រៅមួយថ្ងៃហើយប្រពន្ធដើមបានមានឱកាសនាំទាស័យដតីទៀតរបស់ខ្លួននឹងទៅចាប់ស្រីចាប់នាងសហាយរបស់ប្តីនោះទៅធ្វើបាបដោយវាយដំច្រាំធាក់នឹងជេរបញ្ចោច្រាក់ឆ្អេះយ៉ាងអស្ចារ្យរួចហើយក៏យកដែកគោមកបោះត្រង់ចុងទៅជាទាំងសងខាងរបស់នាងនោះហើយទុកចោលនៅលើផ្ទះនោះតែម្ដងទៅលុះវេលាល្ងាចឡើងកដុំពីរត្រឡប់មកពីស្រុកក្រៅវិញឃើញដូច្នោះក៏សួរទៅនាងសហាយនោះថាយ៉ាងដូចម្ដេចបានជាគេយកដែកគោនឹងមកដាំស្លឹកកាជាដូច្នោះនាងក៏ឆ្លើយប្រាប់តាមដំណើររឿងសពគ្រប់ទៅប្តីក៏ដកយកដែកគោនឹងចេញពីតាជាវិញហើយក៏បានរកថ្នាំលាបឲ្យស្រួលបួលហើយក៏នាំទៅផ្ទះមួយទៀតឲ្យឆ្ងាយពីគ្នាហើយចាប់ពីថ្ងៃនោះមកនាងសហាយគឺនោះក៏មានសេចក្តីអៀនខ្មាស់ជាច្រើនខ្លាំងមែនទែនព្រោះតាជាខ្លួននឹងគឺមានស្នាមប្រហោងនាងចេះតែនិយាយជាមួយនឹងប្តីថាឲ្យជួយធ្វើអ្វីមួយយ៉ាងឬក៏ធ្វើយ៉ាងណាទៅដើម្បីកុំឲ្យឃើញស្នាមប្រហោងតិចនាងកដុំពីរធានារ៉ាប់រងថានឹងរងមធ្យោបាយឲ្យបាត់ស្នាមហើយឲ្យបានដឹងថាឲ្យបានស្អាតល្អជាងនឹងទៀតនៅយប់មួយកដុំពីរបានដេកសញ្ជឹងគិតថាបើអញយកមាសទៅឲ្យជាងរចនាធ្វើជារបស់អ្វីមួយយកមកប្រៀបដូចជានឹងដែកគោលហើយយកមកដាក់ទៅនឹងបិទនឹងរុនតិចរបស់នាងប្រហែលជានឹងល្អលុះគិតហើយទៅកដុំពីរក៏បានចាត់ការឲ្យជាងធ្វើតាមដោយបំណងដោយបង្គាប់ឲ្យធ្វើជាកញ្ចាំមានត្បូងពេជ្ររំលេចដោយក្បាច់រចនាផ្សេងយ៉ាងល្អមែនទែន
អាចនិយាយថាល្អវិចិត្រគួរឲ្យចង់បានតែម្ដងចាប់ពីពេលនោះមកនាងសហាយក្រោយដែលបានពាក់ដៃគោលមាសដាំត្បូងពេជ្រក៏ឃើញថាមើលទៅលម្អប្លែកហើយក៏នាំឲ្យនាងនឹងមានចិត្តរីករាយយ៉ាងក្រៃលែងលុះថ្ងៃក្រោយមកនាងប្រពន្ធដើមបានឃើញតិចនាងដែលមានបោះដៃគោលនោះមានពន្លឺភ្លឺផ្លេកគួរឲ្យស្រឡាញ់ក៏សួរទៅនាងនោះថានាងបានអ្វីពាក់នឹងតិចនឹងមិនក៏ល្អម្ល៉េះហើយដល់ពេលនាងសហាយក៏ឆ្លើយថាខ្ញុំពាក់ដៃគោលដាំត្បូងពេជ្រជំនួសដៃគោលដែលអ្នកបានបោះឲ្យខ្ញុំកាលពីថ្ងៃមុនបន្ទាប់ពីនាងប្រពន្ធដើមបានឃើញដូច្នោះហើយក៏រកវិធីចាស់ទៅជាខ្លួនដោយប្រើឲ្យជាមួយឯថាប្រាជាងដែលធ្វើដៃគោលដាំត្បូងពេជ្រនោះមកពាក់ដែរឲ្យដូចនាងប្រពន្ធចង់ដែរហើយចាប់ពីសម័យនោះមកស្រីឯទៀតហ្នឹងក៏នាំគ្នាចាស់ទៅជាកូនស្រីចាប់ពីនៅក្មេងៗតូចទុកពាក់គ្រឿងអលង្ការហើយក៏ជាប់រហូតមកដល់សប្តាហ៍ថ្ងៃនេះតែម្ដងអញ្ចឹងបើយើងនិយាយពីសាច់រឿងហ្នឹងមកជាសាច់រឿងទំនៀមទម្លាប់បុរាណតែម្ដងគឺគាត់បានចារមកដោយបែបនេះទាំងម្ដងប៉ុន្តែគឺយើងកាត់ឡើងពីប្រពន្ធចកដុំពីរម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនប៉ុន្តែក៏វាគឺជាចំណុចល្អមួយដែរដែលធ្វើឲ្យយើងកាន់តែមានការរចនាមានម៉ូដមានម៉ាកនៅលើដងខ្លួនរបស់ស្ត្រីបន្ថែមទៀតមកអញ្ចឹងទាក់ទងទៅនឹងរឿងនេះគឺយើងមានដំណើររឿងបែបនេះតែម្ដងសូមអរគុណ